រឿងហងព្រាត់ត្រនំនៅផ្ទះដង្ខៅសាក់រតមនីនេះអូនទៅហាងកណាត់ហើយចាបងថ្ងៃនេះត្រូវរៀបកណាត់ដឹកចេញទៅឲ្យម៉ូច្រើនអូនស្រត់ទៅពីព្រឹកបន្តិចហើយត្រូវឲ្យបងធីបងជួយមកចម្ប៉ាផងណាកូននៅក្តៅខ្លួននៅឡើយទេមុននេះអូនឲ្យកូនលាបថ្នាំម្ដងហើយ3-4ម៉ោងក្រោយបងឲ្យនាងលាបថ្នាំម្ដងទៀតចុះណាបាទបងដឹងហើយមិនបាច់បារម្ភទេអូនប្រញាប់ទៅហាងកណាត់ចុះចាបងអញ្ចឹងអូនទៅហើយណារាល់ថ្ងៃនេះអញអាណិតកូនអញណាស់មួយថ្ងៃប្រឹងរកស៊ីឲ្យតែត្រកអត់មានពេលទំនេរសោះយ៉ាងអាប្តីពឹងស្អីក៏មិនបានចោលមកសៀតអត់បានការពុកមិនក៏ពុកចឹងទៀតហើយយ៉ាងម៉េចអញចឹងតើវាយ៉ាងម៉េចអញប្រាប់អញឲ្យច្បាស់រាល់ថ្ងៃនេះកុំតែអញយល់ដល់កូនអញទេកុំអីអញបណ្ដេញក្បាលឯងចេញបាត់ទៅហើយខ្វះអីកូនអ្នកមានមកកកោកគេជុលដណ្ដឹងតែរត់មនីវាមិនយកវាមកយកឯងអាមុខគ្មានអំណោយទានគួរឲ្យស្អប់ពុកមិនបាច់មកតវ៉ាជាមួយអញទេប្រញាប់ដឹកគោដឹកកបីយកទៅចងទៅការងារធ្វើរាល់ថ្ងៃកុំចាំតែអញប្រើឲ្យវាឆាប់តិចទៅបងជេកខ្ញុំត្រូវដឹកគោយកទៅចងនៅស្រែខ្ញុំពឹងបងជួយមើលកូនខ្ញុំផងណាបើចម្ប៉ាក្រោកបងជួយបញ្ចុកបបរគេផងហើយឲ្យគេលាបថ្នាំផងណាបងអូចាមិនអីទេលោកប្រុសអញ្ជើញចុះចាំខ្ញុំមើលអ្នកនាងតូចឲ្យបាទអរគុណហើយបងពាក្យចាស់ពោលថាស៊ូចង្អៀតផ្ទះកុំឲ្យតែចង្អៀតចិត្តពាក្យមួយឃ្លានេះគឺមិនខុសទេមើលទៅលោកសាក់ឪពុកក្មេកបងដូចជាមិនត្រូវធៀបជាមួយនឹងបងសោះគាត់ដូចជាស្អប់បងធីឯងដល់ហើយត្រូវហើយទោះជាបងធ្វើល្អយ៉ាងណាក៏ក្នុងភ្នែកគាត់មើលឃើញបងអាក្រក់រហូត3ឆ្នាំមកនេះបងទ្រាំណាស់ភ័ក្រអើយគាត់ចង់ឲ្យរត់មនីលែងបងហើយទៅរៀបការជាមួយប្តីអ្នកមានឯណោះនេះប្រហែលជាមកពីផលកម្មរបស់បងទេយ៉ាងណាក៏ដោយបានជាកូនជាចៅទៅហើយគាត់មិនគួរណាមកប្រកាន់ច្រើនហើយអគតិមកលើបងយ៉ាងនេះទេណាស់ហើយបងកុំពិបាកចិត្តអីណាបងធ្វើតែមិនដឹងមិនលឺទៅខ្ញុំជឿថាទៅថ្ងៃមុខគាត់នឹងមើលឃើញពីសេចក្តីល្អរបស់បងសង្ឃឹមថាអញ្ចឹងចុះតោះបងធីឲ្យកូននៅស៊ីស្មៅសិនទៅបងចុះទៅបាច់ត្រីជាមួយខ្ញុំក្រែងលោកបានមកសឡ2សឡទៅផ្ទះវិញណាបងមិនកើតទេភ័ក្រអើយចម្ប៉ាក្តៅខ្លួនបងផ្ញើកូននឹងគេផងបងប្រញាប់ទៅសិនហើយណាប្អូនមិនអីទេបងប្រុសប្រយ័ត្នប្រយែងផងណាបងទៅហើយនៅហាងកណាត់នាងរតមនីខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបងនៅទីនេះខានជួបបងជិត10ឆ្នាំទៅហើយនេះបងរតនាងអត់ប្រែប្រួលសោះនៅក្មេងដដែលរតមនីចិត្តតែបញ្ជោបងហើយសម្រស់របស់មនុស្សទោះបីជាក្មេងស្អាតយ៉ាងណាក៏ដោយគង់តែចាស់ដដែលទេអូនហើយនេះអូនលក់ដាច់ទីនឹងដាច់គួរសមតាបងមុខរបរនេះខ្ញុំលក់តពីម្ដាយខ្ញុំទេក្រោយពេលដែលម៉ែខ្ញុំស្លាប់ទៅពុកក៏ចែកហាងកណាត់នេះឲ្យមកខ្ញុំក៏លក់បន្តរហូតដល់សប្តាហ៍ថ្ងៃនេះទៅចំណាប់រស់ស៊ីបែបនេះប្រុសណាបានរត់មនីធ្វើជាប្រពន្ធគឺសំណាងធំហើយស្ដាយណាស់ដែលបងចូលស្ដីដណ្ដឹងអូនមិនទាន់បងស្ដាយក្រោយមួយជីវិតបងរតនាបងនិយាយលេងតែការពិតគឺវាអញ្ចឹងមែននឹងណាចុះសប្តាហ៍ថ្ងៃនេះបងធ្វើការនៅណាដែរបងប្រឡងជាប់ចូលធ្វើជាមន្ត្រីរាជការនៅរាជធានីជាង1ឆ្នាំហើយតែដោយសារតែនឹកស្រុកកំណើតនឹកពុកម៉ែពេកបងផ្ទេរមកធ្វើការនៅស្រុកយើងវិញហើយណាអូនចាល្អអន្តាបងប្រុសម្នាក់នោះជាណាមើលទៅអូនដូចជាស្និទ្ធស្នាលជាមួយគេដល់ហើយគឺបងរតនាងគាត់ធ្លាប់ចិញ្ចោលលេងជាមួយនឹងអូនតាំងពីនៅតូចគ្រួសារគាត់ណារាប់អានជាមួយនឹងគ្រួសារអូនណាឥឡូវគាត់ធ្វើជាមន្ត្រីរាជការនៅស្រុកយើងនេះយ៉ាងណាក៏ដោយបងថាអូនមិនគួរស្និទ្ធស្នាលជាមួយគេពេកទេយ៉ាងម៉េចហ្នឹងបងប្រច័ណ្ឌហើយអត់ទេបងបានប្រច័ណ្ឌទេ
តែភ្នែកញៀតគេមើលមកវាមិនសមណាស់ហើយវាជារឿងរបស់អូនបើអូនគិតថាសមអូនធ្វើទៀតចុះបងទៅមុនហើយអេបងធីនេះបងចាំមិនហ្នឹងនៅសុកបងមកខឹងខោទំនងឈប់សិនបងធីឈប់សិនហើយស្អែកឡើងនៅផ្ទះលោកស័ក្តិរតនៈក្មួយសម្លាញ់អូហូយពូនឹកក្មួយឯងណាស់ឮថាឥឡូវនេះជាមន្ត្រីរាជការប្រចាំស្រុកយើងផងមែនទីបាទពូក្មួយទើបផ្ទេមកមិនទាន់បានមួយខែផងទេល្អហើយក្មួយការងារក៏ល្អប្រាក់ខែក៏វាច្រើនប្រឹងប្រែងទៅណាក្មួយអនាគតច្បាស់ជារុងរឿងស្រីណាបានក្មួយច្បាស់ជាសំណាងធំហើយរតនៈអើយបាទពូហើយនេះប្តីរតមនីទៅណាហើយដូចជាមិនឃើញគេសោះហើយក្មួយឯងសួររកអាចង្រៃនោះធ្វើអីកុំរំលឹកឈ្មោះវាល្អជាងរាល់ថ្ងៃនេះពូអត់ខ្វាយខ្វល់ពីវាទេវាចង់ទៅណាក៏ទៅមនុស្សអត់បានការដូចជាវាទុកក៏មិនចំណេញដកចេញក៏មិនខាតដែរពូសាកុំនិយាយចឹងអីពូបើគេបានឮមិនល្អទេណាពូអ្នកណាឮក៏ឮទៅពូមិនខ្វល់ទេកូនស្រីពូណាវាសមទៅបានប្តីអ្នកមានហំហានដូចជាក្មួយឯងចឹងទៅវាសមកាលនោះពូចង់តែលើករត់មនីទៅឲ្យក្មួយឯងទេតែវាហើយបានហើយពូសារឿងវាកន្លងហួសទៅហើយពូអើយយ៉ាងណាពេលនេះរត់មនីគេមានប្តីថែមទាំងមានកូនទៀតមានប្តីបានលែងគ្នាក៏បានដែរវាគ្មានស្អីពិបាកទេហេតុអីក៏ពុកស្អប់ខ្ញុំដល់ថ្នាក់នេះក៏បានបើនៅទីនេះមានតែអ្នកស្អប់ខ្ញុំមិននៅធ្វើជាឆ្អឹងទៅទឹងកនណាទៀតទេខ្ញុំចុះចេញក៏បានពុកនេះពុកនាំកូនទៅណានឹងពុកនាំកូនទៅកន្លែងឆ្ងាយពីទីនេះឆ្ងាយពីកន្លែងដែលមានតែមនុស្សស្អប់ខ្ពើមយើងណាកូនពុកនេះពុកចង់នាំកូនរត់ចោលម៉ែមែនទេអត់ទេណាពុកកូនអត់ទៅទេកូនចង់រកម៉ែកូនចង់ទៅវិញចម្ប៉ាកូនចង់ទៅវិញធ្វើអីជីតារបស់កូនគាត់ស្អប់ពុកណាស់គាត់អត់ស្រឡាញ់ចម្ប៉ាទេចម្ប៉ាស្ដាប់ពុកណាកន្លែងណាដែលគេមិនឲ្យតម្លៃយើងកុំនៅយើងត្រូវតែចាកចេញណាកូននៅលើលោកនេះមានតែពុកទេដែលស្រឡាញ់ចម្ប៉ាបំផុតពុកគ្មានថ្ងៃបោះបង់ចម្ប៉ាទេទៅជាមួយពុកទៅណាកូនអូយប៉ុន្តែកូននឹកម៉ែកូនចង់ជួបម៉ែណាកុំយំអីណាកូនពុកស្រឡាញ់កូនទៅជាមួយពុកទៅណាតោះកូនយ៉ាងម៉េចហើយអាចិតឯងរកទីនឹងចម្ប៉ាឃើញទេអត់ឃើញទេចវាយខ្ញុំតាមមិនទាន់ទេអាបំបងបាយអើយមនុស្សពីរនាក់សោះឯងតាមមិនទាន់ដែរឯងទៅខ្វៀលគោក្បីវិញទៅវាល្អជាងអាចង្រៃចវាយខែនៅក្នុងទូបាត់អស់ហើយគាត់យកកូនខ្ញុំទៅចោលហើយទេដឹងពេលនេះកូនខ្ញុំមិនដឹងជាយ៉ាងម៉េចទៅហើយទេខ្ញុំភ័យណាស់ពុកអាសទ្ធីវាប្រហើនណាស់ឯងមើលហើយទៅអាប្រុសល្អដែលឯងយកមកធ្វើប្តីឥឡូវនេះវាធ្វើដាក់ឯងយ៉ាងម៉េចខ្លះឯងមើលទៅយ៉ាងណាខ្ញុំត្រូវទៅរកគាត់ឲ្យឃើញហើយគាត់មកវិញត្រូវទៅសួរនាំគាត់ឲ្យច្បាស់បើរកវាឃើញយកតកូនមកវិញបានហើយចំណែកអាចោមកសៀតនោះជ្រុលចេញទៅហើយកុំហៅវាមកវិញឲ្យសោះអញថាពេលនេះវាមិនទាន់ទៅណាឆ្ងាយទេអាចិតឯងឆាប់នាំគ្នាចេញទៅស្កាត់នៅកំពង់ផែទៅបើជួបវាដាក់ឲ្យវាទ្រាំទៅហើយនាំយកចម្ប៉ាចៅយើងមកវិញឯងស្ដាប់បានទេបានតែចវាយខ្ញុំដឹងហើយចវាយខ្ញុំបញ្ញាប់ទៅឥឡូវនេះភ្លាមចវាយបងធីអើយមិនក៏យកកូនរត់ចោលខ្ញុំហេតុអីក៏ធ្វើបែបនេះចម្ប៉ាកូនកំពុងតែឈឺផងកូនរបស់ខ្ញុំបានហើយឯងឈប់យំទៅពុកថ្លង់ណាស់ពុកអត់ឯងទៅតាមយកកូនឯងមកវិញហើយកូនឯងប្រកាសជាមិនអីទេឈប់យំទៅខ្ញុំនៅមិនសុខទេពុកខ្ញុំនឹងចេញទៅតាមរកកូនខ្ញុំមកវិញខ្ញុំទៅសិនហើយពុករត់មនីអើយលោកធីប្រគល់អ្នកនាងចម្ប៉ាឲ្យមកខ្ញុំ
ខ្ញុំមិនចង់ប្រើកម្លាំងបាយទេណាចម្ប៉ាជាកូនខ្ញុំរឿងអីខ្ញុំត្រូវឲ្យគេទៅឯងពួកឯងត្រឡប់ទៅវិញទៅតែលោកម្ចាស់បានហាមហើយលោកចង់ព្រាត់ប្រាសទៅណាក៏ទៅតែហាមយកនៅនាងចម្ប៉ាទៅជាមួយបើលោកនៅតែរឹងទៅតឹងមិនស្ដាប់ទៀតខ្ញុំលេងធោះក្តៅហើយណាឯងសាមើលទៅឯងគិតថាយើងខ្លាចហ៎ចូលមកពួកអត់ឯងចូលទៅយកនៅនាងតូចមកទុកឲ្យអញប្រលះអាគាត់នេះអាណានៃម្ដងនេះណែរឹងហ៎លោកឯងរឹងហ៎នេះណែអូយបងយ៉ាងមកឆាយបងកុំវាយបងខ្ញុំចាប់វាយបងខ្ញុំទេបងយ៉ាងមកឆាយបងមិនអីទេកូនចម្ប៉ាកូនកុំខ្លាចអីពុកមិនអីទេកូនបងធីនេះបងយ៉ាងម៉េចហើយពួកអាចចង្រៃឯងហ៊ានវាយបងប្រុសយើងផងហ៎នេះណែអាយ៉ាអូយដៃអញបាក់ដៃអញហើយអាយ៉ាអូយយ៉ាងម៉េចហើយពួកឯងគ្រាន់បានណាស់ហ៎មិនខ្លាំងទៀតទៅអាយ៉ាអូយឈឺណាស់ឈឺខ្លាំងណាស់អូយបានហើយបងធីប្រញាប់ទៅបងឲ្យលឿនឡើងទៅបងអរគុណឯងហើយណាមកបងឲ្យចម្ប៉ាមកខ្ញុំជួយពោតោះឆាប់ទៅបងកូនខ្ញុំពេលនេះកូនខ្ញុំចាំមិនហើយបងធីមិនក៏បងធ្វើអញ្ចឹងដាក់ខ្ញុំមើលពុកសួរឯងប្រឹងស្រែកយំនឹងវាបានអីមកវិញហ៎បើវាអស់ចិត្តពីឯងទៅហើយឲ្យវាទៅវាចង់ប្រកាច់ព្រាត់ប្រាសទៅងាប់ឯណាឲ្យវាទៅចុះពុកនិយាយប្រាប់ខ្ញុំតាមត្រង់មកពុកបានធ្វើស្អីខ្លះតើបងធីក៏ធ្វើបែបនេះពុកមិនដឹងទេវើយយ៉ាងម៉េចនៅក្នុងខ្សែភ្នែកឯងមើលឃើញពុកអាក្រក់ដល់ម្លឹងហ៎ឯងជឿពុកទៅមនុស្សប្រុសបើវាមិនបែកឆ្វេងបើវាមិនមានផ្លូវវាក៏មិនធ្វើអីផ្ដេសផ្ដាសអញ្ចឹងដែរសង្ស័យទៅលួចមានស្រីមានសហាយផងក៏មិនដឹងគាត់ចង់មានស្រីក៏មានទៅខ្ញុំមិនខ្វល់ទេតែខ្ញុំគិតពីចម្ប៉ាគ្នានៅតូចណាស់ហើយកំពុងឈឺទៀតចម្ប៉ាពេលនេះកូនចាំមិនទៅឲ្យចម្ប៉ាកូនបានហើយឯងកុំខ្វល់ច្រើនពេកមានប្តីក្រោយវាគង់តែមានកូនទៀតទេបងទីនេះជាផ្ទះរបស់ឯងមិនទេភ័ក្របាទបងមុនពេលជីដូនមួយខ្ញុំស្លាប់ទៅគាត់បានចែកដីនឹងផ្ទះនេះមកឲ្យខ្ញុំមួយឆ្នាំខ្ញុំជាប់រវល់ធ្វើស្រែចម្ការគ្មានពេលមកមើលថែផ្ទះនេះទេបងនិងកូនរស់នៅតាមសម្រួលចុះណាភ័ក្របងអរគុណឯងណាឯងអត់ជាប់សាច់ឈាមជាមួយនឹងបងសោះតែឯងល្អជាមួយបងដល់ថ្នាក់នេះបងពិតជាអរគុណឯងណាស់អាប្អូនគុណស្រែកអីទៅបងក្រែងយើងជាបងប្អូនល្អអីបងប្អូនល្អមានសុខរួមសុខមានទុក្ខរួមទុក្ខជួយរំលែកគ្នាបានហើយចម្ប៉ាគេដេកលក់ហើយបង3កូនចូលទៅក្នុងសិនទៅចាំខ្ញុំទៅរកទិញអង្គទិញម្ហូបយកមកទុកឲ្យបងណាបងអរគុណម្ដងទៀតណាប្អូនអរគុណហើយអាប្អូនសំឡាញ់បងរតនាចាំមិនឲ្យបងរឿងដែលខ្ញុំពឹងឲ្យបងតាមសឹកនោះបានការចាំមិនឲ្យបងមិនទាន់បានតម្រុយពីសិទ្ធិទេអូនអើយអូនធ្វើចិត្តឲ្យតិចសិនទៅណាបងឲ្យខ្ញុំចិត្តតិចយ៉ាងម៉េចកូនខ្ញុំបាត់ទៅជាងមួយខែហើយសុកទុកយ៉ាងម៉េចក៏មិនដឹងខ្ញុំរំខានបងច្រើនពេកហើយមិនអីទេចាំខ្ញុំតាមរកពួកគេខ្លួនឯងចុះរតមនីនេះរតមនីខឹងនឹងបងមែនទេបងសោកស្ដាយពិតមែនតែបងប្រឹងអស់លទ្ធភាពហើយបងបានទៅដល់ស្រុកកំណើតរបស់សិទ្ធិហើយសួរនាំអ្នកភូមិទៀតតែគេប្រាប់ថាសិទ្ធិមិនបានទៅស្រុកទេតាគេទៅណាទៅចង់ទៅណាក៏ទៅហេតុអីចាំបាច់យកកូនរបស់ខ្ញុំទៅជាមួយដែរគេធ្វើបែបនេះជ្រុលពេកហើយហោហេតុពេកហើយបានហើយរតមនីឈប់យំទៅអូនកុំគិតច្រើនពេកណា20ឆ្នាំកន្លងផុតទៅនៅកណ្ដាលផ្សារនួនស្រីកលានណាកលានក្តៅក្តៅកលានខ្ទិះឈ្ងុយឆ្ងាញ់កលានមកដល់ហើយមកទាំងអស់គ្នាអីកលានខ្ទិះមកដល់ហើយចម្ប៉ាអើយឯងច្រកកលានឲ្យបង5មកណាចាំបងផឹមចាំតិចណាបងត្រូវឲ្យបងនេះបងយកកលានខ្ទិះឬក៏កលានខ្នុរ
អូយកលាយគ្នាមកអូនយកអាណាឆ្អិនល្អហើយឈ្ងុយឆ្ងាញ់មកណាអូនចាបងចាហើយនេះតម្លៃប្រមាណនៅដដែលមែនទេចម្ប៉ាចាត្រូវឲ្យបងរួចហើយនេះកន្លានបងហើយនេះប្រាក់បងទៅឲ្យណាអរគុណឲ្យបងថ្ងៃក្រោយជួយទិញទៀតណាបងកន្លានណាកន្លានក្តៅកន្លានខ្ទិះឈ្ងុយឆ្ងាញ់កន្លានក្តៅកន្លានខ្ទិះឈ្ងុយឆ្ងាញ់ឲ្យប្រាំមកថ្លៃការពារណាវើយឆាប់ឲ្យយើងភ្លាមមកថ្លៃការពារស្អីឯងខ្ញុំមកលក់នៅផ្សារនេះជាង10ឆ្នាំហើយមិនដែលមានអ្នកណាមកទារថ្លៃការពារស្អីទេពូមេឃុំគាត់បានប្រាប់ហើយថាអ្នកដែលលក់ដូរតាមកញ្ច្រែងតាមល្អីអីគឺមិនត្រូវការបងប្រាស់ស្អីទាំងអស់ហើយនេះឯងយ៉ាងម៉េចហ្នឹងណែស្រីចង្រៃការពីមុនផ្សេងឥឡូវនេះវាផ្សឹងយើងជាអ្នកការពារនៅផ្សារនេះនាងកុំរឿងច្រើនពេកវើយឆាប់ឲ្យប្រាំឲ្យយើងភ្លាមមកឲ្យមកអត់ទេខ្ញុំមិនឲ្យទេនាងចម្ប៉ានេះនាងឯងចង់ឈឺខ្លួនណាឆើឯងចង់ធ្វើស្អីខ្ញុំឯងគិតថាខ្ញុំខ្លាចឯងហ៎ពួកឯងនេះអាក្រក់ណាស់ដើរតែជំរិតទាប្រាក់គេពួកឯងធ្វើបែបនេះខកអីពីចោលប្លន់ទៅពួកឯងចោលប្លន់យើស្រីចង្រៃប្រហើនថ្ងៃនេះយើងត្រូវតែប្រលះនាងឯងឲ្យរៀងចោលម្ដងនាងឯងចាំទទួលទៅចូលមកឆាប់ចូលមកណែអាចដៃចូលមកនេះណែអាយ៉ាអូយដៃអញអូយយ៉ាងម៉េចហើយអាឡុយអញមិនខ្លាំងទៀតទៅយ៉ាងម៉េចនៅចង់បានប្រាក់ថ្លៃការពារទៀតទេមកអញនេះណាមិនបាច់ជួយការពារទេកុំតដាច់ចម្រិតទៀតប្រាក់គេគឺវាល្អណាស់ទៅហើយហឺយអាយ៉យនាងនេះសំដីវាមួយម៉ាត់ចុកដល់ជាតិក្រោយអូយអញឆាប់ចេញទៅឬមកក៏ចង់ឲ្យខ្ញុំហៅកងអង្គរៈមកអូសកឯងឆាប់ចេញទៅអូយទៅហើយអូយនាងចម្ប៉ាអើយនាងចម្ប៉ានេះឯងពិតជាក្លាហានមែនហ៊ានទៅតតាំងជាមួយពួកវាបើជាស្រីផ្សេងណាច្បាស់ជាត្រូវពួកវាវាយប៉ោងមុខហើយវាយប៉ោងចាំមិញទៅមីងប្រទេសមានច្បាប់ណាមីងបើមានបញ្ហាជួបរឿងអយុត្តិធម៌ត្រូវប្រញាប់រត់ទៅរកច្បាប់ឲ្យជួយកងអង្គរៈនៅជិតនេះស្រាប់ហើយមីងអាចទៅពឹងពាក់បានហើយឯងនឹងក៏អញ្ចឹងដែរប្រយ័ត្នខ្លួនផងទៅខ្លាចក្រែងពួកវាគុំគួនលបលួចធ្វើបាបឯងណាចាខ្ញុំដឹងហើយអរគុណហើយមីងច្រកកន្លានឲ្យមីង 4-5 ម៉ោងណាចានៅផ្ទះលោកស័កវឌ្ឍនាឈប់សិនចៅមិនទាន់ហូបអាហារពេលព្រឹកផងនេះប្រងចេញទៅហើយហ៎បាទមិនអីទេលោកតាចៅបញ្ញាំតិចហើយព្រោះខ្លាចខកជើងទូកដនណាលោកតាលោកគ្រូពេទ្យកំឡោះអើយថ្ងៃណាទើបយកប្រពន្ធម៉ែហើយនឹងពុកឯងនេះផ្ទះសារចង់ពោចៅខ្លាំងណាស់ដឹងទេម៉ែអើយម៉ែគូព្រេងកូនប្រហែលជាមិនទាន់កើតទេមើលទៅនោះប្រសពនិយាយណាឯងនេះតែធ្វើការនៅមណ្ឌលសុខភាពស្រុកនោះមើលទៅបើពេញចិត្តកូនក្រមុំអ្នកណាឆាប់មកប្រាប់ពុកណាចាំពុកនាំម៉ែឯងទៅដណ្ដឹងឲ្យតែត្រូវមើលមែនតើណាចៅឬយកស្រីល្អហើយជាកូនអ្នកមានទៀតទើបជាការប្រសើរណាចៅមិនដឹងជាស្អីទេពុកវានេះស្វារកតែអ្នកមានហើយបានហើយវឌ្ឍនាកូនប្រញាប់ទៅចុះក្រែងលើទូកដចេញចោលណាប្រញាប់ទៅចុះកូនបាទបើអញ្ចឹងកូនលាពុកម៉ែសិនហើយចៅលាសិនហើយលោកតាទៅចុះចៅសម្លាញ់កុំភ្លេចធ្វើតាមសម្ដីតាណាចៅប្រយ័ត្នប្រយែងផងណាកូនសុខសប្បាយតាមផ្លូវណាបាទម៉ែនាងចម្ប៉ាដើរមកដល់មុខផ្ទះពេលនោះស្រាប់តែពុកកាត់អីហ្នឹងឆាប់ដាក់ខ្លួនឡើងពុកដាក់ខ្លួនឡើងពុកអ្នកណាក៏បានដែរជួយពុកខ្ញុំផងអ្នកគ្រូពេទ្យសុំជួយពុកខ្ញុំផងអ្នកគ្រូពេទ្យហើយគាត់កាត់អីហ្នឹងគាត់ស្លាប់មួយសបាធំហើយខ្ញុំមិនដឹងថាគាត់កាត់អីទេអ្នកគ្រូពេទ្យអើយ
ថ្ងៃនេះប្រចាំការម្នាក់ឯងផងហើយនាងទៅចាំនៅត្រង់នោះសិនទៅខ្ញុំមកវិញឥឡូវហើយមកដល់ពេទ្យហើយណាពុកកុំកាត់អីអសោះណាពុកណាមិនក៏ពេទ្យទៅយូរចឹងនេះអ្នកជំងឺកំពុងតែត្រូវការជំនួយផងហេតុអីក៏ទុកអ្នកជំងឺចោលបែបនេះអ្នកគ្រូពេទ្យមកហើយនាងនាំគាត់ទៅពេទ្យទីរួមខេត្តតែម្ដងទៅអត់មានអ្នកណានៅជួយទេខ្ញុំធ្វើការម្នាក់ឯងមិនចេញទេមិនចឹងអ្នកគ្រូពេលទីនេះទៅទីរួមខេត្តឆ្ងាយណាស់តម្រាំតែដល់ខ្ញុំខ្លាចតែពុកខ្ញុំធ្ងន់ជាងនេះអ្នកគ្រូជួយព្យាបាលឲ្យគាត់ត្រឹមនេះទៅណាអ្នកគ្រូណាអើយនាងនេះនិយាយស្ដាប់គ្នាមិនចេះស្ដាប់គ្នាមែនខ្ញុំប្រាប់ហើយថាលោកគ្រូពេទ្យមកនៅនាងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចបើនាងមិនព្រមយកគាត់ទៅពេទ្យខេត្តទេណានាងទុកគាត់នៅទៀតទៅអញ្ចឹងនាងមានរឿងអីហ្នឹងអ្នកគ្រូពេទ្យកាត់អីមិនក៏ស្រែកដាក់គេគឺនាងម្នាក់នេះណាពិបាកនិយាយគ្នាដល់ហើយលោកគ្រូពេទ្យអើយលោកគ្រូពេទ្យសូមជួយពុកខ្ញុំផងពុករបស់ខ្ញុំស្លាប់មួយសបកហើយខ្ញុំភ័យណាស់សូមជួយពុកខ្ញុំផងមិនអីទេណានាងកុំបារម្ភអីមកដល់ពេទ្យហើយមិនអីទេណាលោកគ្រូពេទ្យសួនតែណាហើយមកជួយខ្ញុំគ្រាអ្នកជំងឺបន្តិចមកឲ្យឆាប់ឡើងនៅផ្ទះសេដ្ឋីកញ្ចនៈណែនាងសួយអញមើលយើងពេលអានេះចាំមិនដែរស្អាតទេហើយចុះកវលនេះសមនឹងយើងទេអូយសមល្អឥតខ្ចោះគ្រប់យ៉ាងតែម្ដងហើយចានេះអញនិយាយចេញពីចិត្តមែនទេហ្នឹងប្រកាសហើយអ្នកនាងណែសម្រាប់ខ្ញុំណាទោះបីជាអ្នកនាងកញ្ចនីនេះមុខយ៉ាប់សម្ដីអាក្រក់ធំក្លិនស្អុយក៏ខ្ញុំមើលឃើញអ្នកនាងស្អាតហើយក៏អប់ជានិច្ចចាអ្នកនាងហើយនាងឈួតនេះយើងសួរមួយម៉ាត់សោះហោហើយកប៉ែលត់នៅនឹងហើយបានហើយយើងទៅក្រៅឯនៅមើលផ្ទះទៅណាមិនបាច់ទៅជាមួយយើងទេហើយចុះលោកម្ចាស់សួរនោះឲ្យខ្ញុំប្រាប់លោកម្ចាស់ថាម៉េចទៅអ្នកនាងគឺយើងទៅរកបងពេទ្យវឌ្ឍនាប្រុសសង្ហាម្នាក់នោះអីនាងឯងមិនបាច់ចេះហើយច្រើនទេរៀនចេះនិយាយខ្លីៗកាត់យកខ្លះទៅអូយមិនអីទេអញ្ចឹងបើលោកម្ចាស់សួរចាំខ្ញុំប្រាប់គាត់ខ្លីៗថាអ្នកនាងទៅរកប្រុសអូយហើយនាងសួយនាងឯងអូយខ្ជិលឆ្លោះជាមួយនាងឯងណានាំតែខាត់ពេលទេយើងទៅហើយវើយអ្នកនាងអើយខ្ញុំអរគុណលោកគ្រូពេទ្យម្ដងទៀតលោកគ្រូពេទ្យចិត្តល្អណាស់ព្យាបាលខ្ញុំមិនយកប្រាក់ហើយនៅចំណាយប្រាក់ផ្ទាល់ខ្លួនទិញថ្នាំឲ្យខ្ញុំទៀតខ្ញុំអរគុណលោកគ្រូពេទ្យខ្លាំងណាស់មិនអីទេពូមិនបាច់រំលឹកគុណស្រ័យអីទេឲ្យតែពូបានសុខសប្បាយខ្ញុំត្រេកអរណាស់ទៅហើយលោកគ្រូពេទ្យចិត្តធំមែនតើទង្វើល្អរបស់លោកគ្រូពេទ្យនៅថ្ងៃនេះធ្វើឲ្យខ្ញុំឃើញច្បាស់ថាពេទ្យទាំងអស់មិនដូចគ្នាទេតែខ្ញុំធ្លាប់ជួបកន្លងមកមានពេទ្យខ្លះរើសអើងអ្នកជំងឺឃើញអ្នកជំងឺក្រីក្រខំមិនខោអាវមិនអាវពេទ្យនោះមិនយកចិត្តទុកដាក់ទេសូម្បីតែមុខអ្នកជំងឺក៏មិនចង់មើលផងព្រោះខ្លាចអ្នកជំងឺគ្មានប្រាក់បង់ឲ្យតែសម្រាប់លោកគ្រូពេទ្យវិញគឺល្អខ្លាំងណាស់ល្អមែនទែនល្អរហូតដល់ខ្ញុំរកពាក្យអរគុណមិនត្រូវមិនអីទេចម្ប៉ាកុំគិតច្រើនអីណាជួយមើលថែពូផងកុំឲ្យគាត់ពិសារបស់ផ្អាប់ក្រែងជំងឺគាត់ធ្វើទុកហើយបើមានអ្វីមិនស្រួលបញ្ញាប់នាំគាត់ទៅរកពេទ្យភ្លាមណាចាលោកគ្រូពេទ្យខ្ញុំដឹងហើយចាបើអញ្ចឹងខ្ញុំលាពូនឹងចម្ប៉ាទៅសិនហើយព្រោះខ្ញុំមានការបញ្ញាប់បន្តិចខ្ញុំទៅសិនហើយណាបាទសូមជើញសុខសប្បាយតាមផ្លូវណាលោកគ្រូពេទ្យបាទពូនៅមន្ទីរពេទ្យលោកគ្រូពេទ្យខ្ញុំឈឺខ្ញុំមិនស្រួលខ្លួនប្រហែលថ្ងៃហើយខ្ញុំចេះតែអស់កម្លាំងដេកក៏មិនសូវលក់លោកគ្រូពេទ្យជួយពិនិត្យឲ្យខ្ញុំបន្តិចបានទេមិនទេចាំបន្តិចសិនណាចាលោកគ្រូពេទ្យចាខ្ញុំពិនិត្យរួចហើយសម្ពាធឈាមធម្មតាចង្វាក់បេះដូងក៏ធម្មតាប្រក្រតីទាំងអស់អត់មានអ្វីខុសធម្មតាទេណានាងប៉ុន្តែខ្ញុំគេមិនលក់ទេណាលោកគ្រូពេទ្យអើយខ្ញុំគេមិនលក់សឹងតែរាល់ជប់នេះអាចមកពីណានាងទទួលទានអាហារខុសវាក៏អាចប៉ះពាល់ដល់ដំណេកដែរហើយជួនកាលមកពីណានាងពិបាកចិត្តគិតច្រើនក៏ធ្វើឲ្យណានាងគេងមិនលក់ដូចគ្នាត្រូវហើយ
យខ្ញុំគិតច្រើនពិតមែនហើយដែលគិតរាល់ជប់គឺខ្ញុំគិតពីលោកគ្រូប៉ែតគឺខ្ញុំមកនឹកលោកគ្រូប៉ែតអើយសែននឹកនឹងណាអ្នកនាងហេខ្ញុំនិយាយលេងតើមិនក៏លោកគ្រូប៉ែតធ្វើមុខភ្ញាក់ផ្អើលដល់ថ្នាក់នេះបាទខ្ញុំភ្ញាក់ផ្អើលពិតមែនហើយអញ្ចឹងចាំខ្ញុំឲ្យថ្នាំបើជំនួយកម្លាំងជួយឲ្យអ្នកនាងគេងលក់ស្រួលអ្នកនាងដើរទៅបើកថ្នាំនៅខាងក្រៅបន្តិចទៅណាចាអរគុណហើយលោកគ្រូប៉ែតស្អាតបាទលេបថ្នាំឲ្យមិនធូរខ្ញុំនឹងមកម្ដងទៀតហើយណាបាទអូយមើលទៅនាងម្នាក់នេះមិនមែនឈឺទេគឺមួយញ៉ៃតែម្ដងខ្លួនជាស្រីចេះធ្វើមួយញ៉ែមួយញក់ដាក់ពេទ្យអញ្ចឹងទៅកើតដែរអ្នកគ្រូពេទ្យរចនាអ្នកគ្រូមានរឿងត្រូវដោះស្រាយជាមួយខ្ញុំមានរឿងអីទៅលោកគ្រូពេទ្យខ្ញុំមិននិយាយដល់ពាក្យថាទួលនីតិនិងវិជ្ជាជីវៈទេតែខ្ញុំនិយាយពីគុណធម៌វិញតើអ្នកគ្រូនៅមានគុណធម៌ក្នុងខ្លួនខ្លះទេសមទេដែលអ្នកគ្រូរើសអើងអ្នកជំងឺនោះលោកគ្រូវឌ្ឍនាខ្ញុំឮគេនិយាយតគ្នាមកច្រើនហើយពីរឿងដែលអ្នកគ្រូសម្ដីអាក្រក់ប្រងើយកន្តើយចំពោះអ្នកជំងឺក្រីក្រទើបតែថ្ងៃនេះទេដែលខ្ញុំបានឃើញផ្ទាល់ភ្នែកអ្នកគ្រូធ្វើបែបហ្នឹងតើអ្នកគ្រូស័ក្តិសមនឹងស្លៀកឯកសណ្ឋានមកកាផ្លេនេះទេប្រាក់ខែបើខ្វះតែ1រៀលមិនបានទេគប្បីធ្វើការឲ្យសមនឹងប្រាក់ខែផងអាចារ្យខ្ញុំដឹងខុសហើយអ្នកគ្រូត្រូវដឹងគេឈឺទើបគេរត់មករកពេទ្យហើយចុះបើពេទ្យធ្វើតែរបៀបអ្នកគ្រូឯងអញ្ចឹងតើឲ្យអ្នកជំងឺទៅពឹងអ្នកណាវិញខ្ញុំសង្ឃឹមថាអ្នកគ្រូនឹងកែប្រែកុំធ្វើឲ្យប៉ះពាល់ដល់ពេទ្យផ្សេងទៀតដែលគេល្អខ្ញុំនិយាយប៉ុណ្ណឹងអ្នកគ្រូល្មមយល់បានហើយមែនទេអាចារ្យខ្ញុំយល់ហើយលោកគ្រូគឺខ្ញុំសុំទោសណាខ្ញុំដឹងខុសហើយខ្ញុំពិតជាសុំទោសពិតមែនសុំលោកគ្រូលើកលែងឲ្យនាងខ្ញុំម្ដងទៅកុំឲ្យមានរឿងបែបនេះតទៅទៀតបើមានលើកក្រោយខ្ញុំរាយការណ៍ទៅថ្នាក់លើហើយណាចាខ្ញុំសន្យាមិនឲ្យមានរឿងចឹងកើតឡើងទៀតទេខ្ញុំសន្យាណាលោកគ្រូច្រើនថ្ងៃកន្លងផុតទៅមកដល់នួនស្រីហែងតាហើយចុះផ្ទះរបស់វឌ្ឍនានៅត្រង់ណាអញ្ចេះអូខ្ញុំរកទៅសួរនៅខាងនោះបន្តិចសិនក្មួយប្រុសមីងសុំសួរបន្តិចណាសួស្ដីហើយលោកស្រីមានការអីជាមួយខ្ញុំឬមួយក៏ចង់ឲ្យប្រាក់ខ្ញុំចាយបើអញ្ចឹងឆាប់ឲ្យមកណែក្មួយមិនក៏និយាយអញ្ចឹងមីងចង់សួរថាក្មួយមានស្គាល់ផ្ទះលោកគ្រូពេទ្យវឌ្ឍនាទេវឌ្ឍនាណាខ្ញុំមិនស្គាល់ទេខ្ញុំស្គាល់តែប្រាក់ខ្ញុំចង់បានប្រាក់ហើយខ្ញុំដឹងថាលោកស្រីប្រកាសជាមានប្រាក់ឆាប់ឲ្យប្រាក់មកខ្ញុំភ្លាមមកឲ្យមកណែឯងធ្វើស្អីហ្នឹងមិនក៏ឆក់កាបូបរបស់យើងឆាប់ឲ្យកាបូបយើងវិញភ្លាមណែឲ្យកាបូបយើងមកវិញភ្លាមឲ្យមកអាយ៉ាក្នុងកាបូបសិតតែប្រាក់មានប្រាក់ច្រើនដល់ម្លឹងមានន័យថាលោកស្រីជាសេដ្ឋីនេះហើយអាក្មេងចៅអាក្មេងកំរក់មិនក៏ឯងធ្វើបែបនេះឆាប់ឲ្យប្រាក់មកយើងវិញភ្លាមឲ្យមកតើទៅយូរបានឲ្យឆាប់ឲ្យប្រាក់ទៅគាត់វិញភ្លាមអាខ្លាយនាងចំប៉ាគឺស្រីចង្រៃឯងទៀតហើយចំប៉ាត្រូវឲ្យគឺយើងចឹងម៉េចឯងដាច់ចៃដល់ផ្លាន់គេទៀតហើយអីបើមិនចង់ជឿខ្លួនឆាប់ឲ្យប្រាក់ទៅគាត់វិញទៅភើយគិតថាយើងខ្លាចថ្ងៃមុនយើងអាណិតនាងឯងទេទើបយើងធ្វើជាចាញ់ទៅតែថ្ងៃនេះយើងមិនព្រមចាញ់ទេវើយយើងសួរមួយម៉ាត់ទៀតឯងឲ្យប្រាក់ទៅគាត់វិញឬក៏មិនឲ្យនាងឯងចង់យ៉ាងម៉េចយើងមិនឲ្យទេវើយឯងមិនឲ្យមែនទេមិនឲ្យអីនេះណែនេះមិនឲ្យបានហើយឈឺណាវើយប្រាប់ថាឈឺបានហើយអូយចាំមិនហើយអាឡយណែឯងចង់បានប្រាក់របស់គេទៀតទេហ៎ណែយកទៅហើយអូយទៀតឲ្យអញហើយអូយថ្ងៃមុនម្ដងហើយអត់រៀងនៅមកចង់ម្ដងទៀតអូយការងារសុចរិតត្រឹមត្រូវមកកគុកមិនធ្វើទេសង្វាត់តែដាក់ដេកមើលមេឃមើលផ្កាយដល់ពេលអត់ប្រាក់ចាយតាំងបែកកំណត់ដើរប្លន់គេឯងនេះរស់នៅនាំតែធ្ងន់ផែនដីមែនឆាប់ចេញទៅឬក៏ឯងចង់ត្រូវទៀតអាឡយហាក់អាឡយចេញទៅ
ទៅហើយអាយអូយហើយលើកណាក៏វាយចាញ់វាដែរអូយអាយអូយក្មួយឈ្មោះចម្ប៉ាមែនទេចាត្រូវហើយមីងអរគុណហើយណាដែលបានជួយមីងប្រាក់នេះមីងឲ្យក្មួយយកទុកចាយចុះអត់ទេមីងខ្ញុំមិនយកទេខ្ញុំជួយមីងមិនមែនចង់បានសគុណឬផលតបស្នំពីមីងទេចិត្តល្អដល់ហើយនាងចម្ប៉ាអើយរូបក៏ស្អាតឈ្មោះក៏ដូចកូនស្រីមីងទៀតបើកូនមីងនៅនាងមានវ័យសម្បាល់ក្មួយឯងដែរនិយាយអញ្ចឹងក្មួយស្គាល់ផ្ទះលោកគ្រូពេទ្យវឌ្ឍនាទេមីងមិនរកលោកគ្រូពេទ្យទេខ្ញុំស្គាល់តាបើអញ្ចឹងមីងមកតាមខ្ញុំមកអូចាក្មួយចាអរគុណហើយណាក្មួយរតនានេះរត់មនីទៅណាហើយមិនក៏ផ្ទះស្ងាត់ជ្រាបអញ្ចឹងថ្ងៃនេះរត់មនីឆ្លងទូកដោះទៅលេងវឌ្ឍនានៅនួនស្រីឯណោះប្រហែលជា 4-5 ថ្ងៃទៀតទើបនាងត្រឡប់មកវិញពុកមានការអីហ៎គ្មានការអីទេគ្រាន់តែពុកចម្លែកចិត្តធ្លាប់តែនៅជុំគ្នាមនុស្សច្រើនពេញផ្ទះហើយតាំងពីវឌ្ឍនាទៅធ្វើការនៅស្រុកនោះផ្ទះនឹងក៏ចាប់ផ្ដើមស្ងាត់ហើយកូនចៅតិចគឺអញ្ចឹងហើយនេះបើចម្ប៉ាចៅពុកនៅណាប្រហែលជាមិនស្ងាត់អញ្ចឹងទេពុកនេះពុកនឹកដល់នាងតូចចម្ប៉ាកាលនោះពុកមិនគួរណាមីនះមិនគួរណាប្រកាន់ច្រើនហើយភ្ញាក់ខ្លួនពេលនេះវាយឺតពេលអត់ទៅហើយកូនអើយមិនទាន់ហួសពេលទេពុកកុំប្របាចិត្តអីបើមាននិស្ស័យគង់តែបានជួបគ្នាទេពុកជឿខ្ញុំចុះមិនអីទេឯងមានការអីត្រូវធ្វើក៏ប្រញាប់តែធ្វើចុះបាទពុកព្រឹកនេះខ្ញុំមានប្រជុំនៅសាលាស្រុកខ្ញុំទៅសិនហើយណាពុកទៅចុះកូនមកហូបឆ្អិនហើយពុកអញ្ចឹងពិសាបាយហើយថ្ងៃនេះកូនបានមកហូបអីនឹងកូនចាពុកមានសម្លម្ជូរគ្រឿងសាច់គោនិងឆាខ្ញីសាច់មាន់ណាពុកចាំកូនដួសបាយឲ្យពុកពិសាពុកអញ្ចឹងពិសាទៅពិសាច្រើនទៅណាពុកនឹងអាចបានឆាប់លេបថ្នាំល្អឆ្ងាញ់ណាស់ចម្ប៉ាអើយម្ហូបថ្វីដៃចម្ប៉ាមកមុខណាក៏ឆ្ងាញ់ដែរកូនរសជាតិមិនប្រែប្រួលសោះកូនឯងនេះប៉កែធ្វើម្ហូបដូចម្ដាយកូនអញ្ចឹងណាពុកនេះពុកនឹងម៉ែទៀតហើយមានរឿងខ្លះពុកមិនចង់រំលឹកទេចង់តែបំភ្លេចតែបំភ្លេចវាមិនបានបំភ្លេចមិនបានពុកមិនចាំបាច់ខំប្រឹងបំភ្លេចទេពេលនេះប្រហែលជាម៉ែកំពុងតែសប្បាយរីករាយជាមួយកូនចៅរបស់គាត់ហើយហើយម៉ែអើយម៉ែហេតុអីសំបីតែមុខម៉ែក៏កូនមិនចាំផងទោះបីជាជួបម៉ែតាមផ្លូវក៏កូនមិនស្គាល់ម៉ែដែរបានហើយកូនហូបបាយទៅណាហូបបាយទៅពុកភាសាមុនចុះកូនប្រញាប់ទៅលេខគ្រឿងអង្ករដំណាប់សិននឹងឆាប់បានយកកាឡានទៅដុតពុកភាសាតាមសម្រួលចុះកូនទៅហើយកូនហើយកូននៅផ្ទះលោកគ្រូពេទ្យម៉ែមកចាំកូនយូរហើយមែនទេមិនក៏មិនទៅរកកូននៅមន្ទីរពេទ្យមិនអីទេម៉ែមិនចង់រំខានដល់ការងារកូនទេត្រូវហើយផ្ទះនេះធំទូលាយស្អាតណាស់ហើយនេះកូនទិញអស់ប្រមាណដែរបានម៉ែជាង5ដំឡឹងកូនទិញពីលោកគ្រូពេទ្យធំថ្នាក់លើរបស់កូនគាត់យោគយល់គាត់ក៏លក់ឲ្យកូនរៀងធូរថ្លៃបន្តិចល្អហើយកូនតែភូមិនេះមើលទៅដូចជាមានក្មេងទំនើងច្រើនណាស់ម៉ែមកមិនទាន់បានទាំងស្អីផងមានចោលមកឆក់កាបូបម៉ែភ័យឡើងញ័រដៃញ័រជើងអស់ហើយកូនអើយម៉ែថាម៉េចនឹងនេះម៉ែមានកាត់អីទេអូយម៉ែមិនអីទេកុំតបាននាងចម្ប៉ាជួយកុំអីពិបាកនិយាយដែរនឹងណាកូនចម្ប៉ាលក់កលាននោះមែនទេម៉ែត្រូវហើយនេះកូនស្គាល់នាងដែរសង្ស័យតែវាលក់កលានលែងដាច់ហើយមើលទៅបានជាបន្ថែមអាជីពតាក់ប្រុសមួយមុខទៀតអូយចេះតែថាឲ្យអ្នកនាងកាឡាននោះណាគឺលក់ដាច់សឹងអីក៏ទៀតទៅដល់ផ្សារមិនបាន1ម៉ោងផងគេទិញអស់អាលីងលក់ដាច់សម្បើមណាស់ណែ
យើងមិនបានសួរឯងទេណានាងសួយនាងក៏មិនចេះហាហើយនាងចម្ប៉ានាងស្រីក្ររហាមមិនចេះមើលប្រានហ៊ានប្រជែងជាមួយយើងផងនាងឯងចាំមើលណាអ្នកនាងហើយនេះអ្នកនាងប្រុងធ្វើស្អីនាងចម្ប៉ាឯងមកចង់ដឹងស្អីនេះណាអូយអាយអញមិនបានជាអ្នកនាងមកផ្ទះកំភ្លៀងខ្ញុំអើយក្រែងឯងចង់ដឹងអីហ៎គឺយើងផ្ទះកំភ្លៀងអ្នកឯងគឺដូចផ្ទះចម្ប៉ាអញ្ចឹងអ្នកណាធ្វើឲ្យយើងឈឺវាត្រូវតែឈឺលើសយើងរាប់រយដងមនុស្សអាក្រក់បកាយឈ្នានេះគេមិនចង់រស់សុខទេនាងសួយនាងឯងឈ្គត់ទេឲ្យថាអ្នកណាអូយគឺខ្ញុំថាឲ្យមនុស្សអាក្រក់ទាំងឡាយទាំងពួងនឹងណាអ្នកនាងជាមនុស្សល្អអ្នកនាងអស់ចាស់ហក់លត់ផ្លោះមិនបាច់មកក្តៅក្រហាយធ្វើអីទេអូយ3ថ្ងៃកន្លងផុតទៅចម្ប៉ាអើយឯងនៅត្រង់ណានឹងកូនចម្ប៉ាអើយចម្ប៉ាអេថ្ងៃនេះអត់ទៅលក់កឡានទេហើយនេះចម្ប៉ាគេទៅខាងណាខាងណីចេះចម្ប៉ាអើយចម្ប៉ាកូនពុទ្ធីមានរឿងអីនឹងពូអ្មេចក៏ពូដូចជាភ័យស្លន់ស្លោម្លេះលោកគ្រូប៉ែតអើយគឺចម្ប៉ាកូនខ្ញុំមិនដឹងថាបាត់ទៅណាទេបាត់គេជិត3ម៉ោងទៅហើយខ្ញុំបារម្ភខ្លាំងណាស់លោកគ្រូប៉ែតអើយចម្ប៉ាទៅផ្សារទេដឹងពូអត់ទេថ្ងៃនេះនាងអត់ទៅលក់ទេចម្ប៉ាអើយចម្ប៉ាឯងបាត់ទៅណាកូនពូកំភៃអីចាំខ្ញុំជួយតាមរកចម្ប៉ាឲ្យពូធ្វើចិត្តអតិចសិនទៅណាខ្ញុំបញ្ញាប់ទៅឥឡូវនេះភ្លាមបាទអរគុណហើយលោកគ្រូប៉ែតអរគុណណាស់លេងយើងឥឡូវនេះភ្លាមណាអាឡយលេងយើងភ្លាមអាឈួតលេងយើងចាប់យើងធ្វើអីហ៎អាឡយលេងយើងអាខ្លោយលេងយើងទៅអើយយើងក៏មិនចង់ដែរកុំតែគេជួលទេនាងអើយកុំអីយើងក៏មិនធ្វើដែរស្មានថាចាប់នាងឯងមកនេះវាស្រួលណាស់ទៅអីហ៎តោះតែគ្នា2 3នាក់ទើបចាប់ជាប់ប្រាប់យើងភ្លាមអ្នកណាជួលឯងអ្នកណាគេប្រាប់មកគឺយើងចាំម៉េចនាងឯងចង់ចាំម៉េចជាមួយយើងហ៎នាងកាច់ជនីខ្ញុំមិនដែលមានរឿងជាមួយនាងទេនាងប្រាក់អាខ្លាយមកចាប់យើងធ្វើអីឆាប់លេងយើងភ្លាមមុខនាងឯងសំតែជួបបែបនេះហើយខ្លួនក្ររហាមមិនចេះប្រមាណខ្លួនចង់បានប្តីអ្នកមានហ៊ានតែបងប៉ែតរបស់យើងផងនាងឯងនេះប្រហើនខ្លាំងណាស់ខ្ញុំមិនប្រហើនដល់នាងទេនាងអាងអីហ៊ានប្រាប់មនុស្សមកចាប់ខ្ញុំនាងដឹងទេថាមានទោសយ៉ាងម៉េចចំណែករឿងលោកគ្រូប៉ែតវឌ្ឍនានាងយល់ច្រឡំហើយខ្ញុំនឹងគាត់អត់មានអីនៅគ្នាទេហ៎អើយយើងមិនជឿទេវើយនាងឯងណាក៏មកកុហកយើងជឿមិនជឿជារឿងរបស់នាងតែពេលនេះឆាប់ស្លាយចំណងយើងទៅលេងយើងដោះលែងយើងទៅលេងឥឡូវនេះខ្ញុំនឹងចាត់ទុកថាគ្មានរឿងអីកើតឡើងទៅចុះហ៎ឯងនេះណាឯងចង់គំរាមយើងផងអីនាងឯងស្លាប់ទៅអាយអូយឈប់ភ្លាមខ្ញុំប្រាប់ថាឲ្យឈប់កាញ់ជនីនាងចង់ធ្វើអីឆាប់ដាក់ដៃចូលភ្លាមលោកគ្រូប៉ែតបងប៉ែតខ្ញុំមិនដឹងអីទេគឺអាខ្លោយនេះណាវាចាប់នាងនេះមកខ្ញុំមិនពាក់ព័ន្ធទេខ្ញុំសុំទៅវិញហើយណែនាងកាញ់ជនីតែនាងឯងជាអ្នកជួលខ្ញុំណាមិនទាន់ឲ្យប្រាក់ខ្ញុំផងទេនាងឯងប្រញាប់ទៅណាអើយអាចង្រៃយើងជួលឯងពីអង្កាលឯងក៏មកចាប់ប្រកាន់យើងណាយើងមិនដឹងទេវើយនាងក៏ប្រកែកគឺនាងជាអ្នកជួលអាឡយនឹងឲ្យមកចាប់យើងហើយនាងក៏វាយធ្វើបាបយើងនាងឯងជាជនល្មើសនាងចម្ប៉ាស្រីចង្រៃនាងឯងចង់ត្រូវទៀតអីហ៎បានហើយឈប់ឥឡូវនេះភ្លាមនាងគិតថាខ្ញុំភ្លើមើលមិនដឹងហ៎មិននឹកស្មានថាកូនស្រីអ្នកថ្លៃថ្នូរដូចជានាងនេះហ៊ានធ្វើរឿងអាក្រក់ដល់ម្លឹងសោះអើយបងប៉ែតកុំខឹងអីណាបងប៉ែតណាកុំស្អប់ខ្ញុំអីដែលខ្ញុំធ្វើទៅក៏ព្រោះតែខ្ញុំស្រឡាញ់បងព្រោះខ្ញុំមិនចង់ឲ្យបងទៅស្រឡាញ់នាងនេះមិនមែនជាក្តីស្រឡាញ់ទេគេហៅថាអាត្មានិយមព្រោះតែចង់ឲ្យខ្ញុំស្រឡាញ់នាងហ៊ានធ្វើដល់ថ្នាក់នេះនាងគិតថាខ្ញុំស្រឡាញ់ស្រីអាក្រក់ដូចជានាងមែនទេកងអង្គរៈអញ្ជើញចូលមកអើយអត់ទេណាអត់ទេបងប៉ែតជួយខ្ញុំផងបងប៉ែតនាងកញ្ចនីនិងបពុក៏ត្រូវបានកងអង្គរៈសាលាស្រុកចាប់ខ្លួនបញ្ជូនទៅដាក់ទោសតាមច្បាប់ខ្ញុំអរគុណលោកគ្រូប៉ែតខ្លាំងណាស់
ដែលមេត្តាទៅជួយសង្គ្រោះខ្ញុំកុំឲ្យខ្ញុំត្រូវចាប់បន្ខាន មិនអីទេចម្ប៉ាសិតតែគ្នាឯងតា ថ្ងៃក្រោយក្មួយត្រូវតែប្រយ័ត្នប្រយែងឲ្យមែនទេណាក្មួយចាមីងចា ចម្ប៉ាយ៉ាងម៉េចហើយចម្ប៉ាអញមិនអីទេអាកូន ខ្ញុំមិនកាត់អីទេពុកសំពុកកុំបារម្ភពីខ្ញុំអីបងធីគឺបងធីពុតមែនបងធី រត់មនីអូន នេះចម្ប៉ាកូនស្រីយើងមែនទេនាងគឺចម្ប៉ាកូនរបស់យើងមែនទេបង ត្រូវហើយនេះហើយចម្ប៉ាកូនរបស់យើងឆ្នាំនេះគេអាយុ23ហើយចម្ប៉ាគាត់នេះហើយគឺជាលោកស្រីរត់មនីម្ដាយរបស់កូន បងចម្ប៉ាកូនម្ដាយអើយកូនដឹងទេថាម៉ែនឹកកូនខ្លាំងយ៉ាងណាម៉ែខ្ញុំក៏នឹកម៉ែណាស់ដែរមិននឹកស្មានសោះថាកូនបានជួបម៉ែកូនបែរជាអត់ស្គាល់ម៉ែ ម៉ែរឿងនេះទៅវាយ៉ាងម៉េចវិញកូនស្លាំងកាំងអស់ហើយ វឌ្ឍនាកូននៅចាំរឿងដែលម៉ែធ្លាប់និយាយប្រាប់កូនទេម្នាក់នេះហើយជាចម្ប៉ាបងស្រីរបស់កូននាងជាបងស្រីរបស់កូនណាកូន ចម្ប៉ាជាបងស្រីខ្ញុំមិនគួរជឿសោះបងចម្ប៉ាឲ្យបងសុំទូលណារតមនីដែលកាលនោះបងឆេវឆាវបងមិនគួរណាល្ងងខ្លៅយកកូនរត់ចោលអូនសោះបងពិតជាសុំទោសអូនពិតមែន រឿងកន្លងហួសហើយឲ្យវាហួសទៅចុះចម្ប៉ាចាប់ពីពេលនេះទៅម៉ែមិនឲ្យកូនទៅណាចោលម៉ែទៀតទេណាកូន ហើយចុះឪពុកអូននិងគ្រួសារថ្មីរបស់អូននោះអូនគិតយ៉ាងម៉េច បងកុំបារម្ភអីបងរតនៈស្វាមីក្រោយរបស់ខ្ញុំគាត់ជាមនុស្សល្អណាស់ចំណែកពុកគាត់កែប្រែច្រើនហើយគាត់មិនក្តៅក្រហាយនឹងទៅតឹងទៅតែងដោយកាលពីមុនទៀតទេចម្ប៉ាទៅនៅជាមួយម៉ែណាកូនម៉ែនឹងប៉ះពៅសងកូនគ្រប់យ៉ាងទាំងអស់ណាកូនអត់ទេកូនមិនអាចរស់នៅជាមួយម៉ែបានទេកូនត្រូវមើលថែពុកមានជំងឺប្រចាំកាយកូនមិនអាចទៅចោលពុកបានទេកូនសំទោសណាម៉ែណាកូនស្រីម្ដាយកូនកតញ្ញូណាស់មិនអីទេកូនកូនសម្រេចចិត្តយ៉ាងម៉េចក៏ស្រេចតែកូនទៅចុះគ្រាន់តែម៉ែរកកូនឃើញម៉ែសប្បាយចិត្តណាស់ទៅហើយកូន តទៅនេះកូនមានបងស្រីម្នាក់ហើយកូនលែងអាចការទៀតហើយមិនអីទេម៉ែចាំកូនជួយមើលថែបងចម្ប៉ាជំនួសម៉ែចុះណាម៉ែណា ចាកូនម៉ែត្រេកអរណាស់ចាអរគុណហើយណាប្អូនពេទ្យ បាទបងស្រីបុគ្គលសាបព្រោះពូជណារមែងទទួលផ្លែផ្កាពូជនោះឈាមតែងខាប់ជាងទឹកមិនថាក្រឬមានកុំចោលអ្នកមានគុណនិងសាច់ឈាមបង្កើតឲ្យសោះចប់ដោយបរិបូរណ៍ មានប្រពន្ធច្រើនគឺហត់ចិត្តអញ្ចឹងហើយណាបងបើបងមិនទាន់ស្កប់ស្កល់ទេអាចយកថែមទៀតបាននាងខ្ញុំរីករាយស្វាគមន៍ជានិច្ចណាលោកប្តី ហឺរាជិនីអូនឯងនេះអូនឯងចង់ឌឺបងហ៎នេះគឺអមរាប្រពន្ធថ្មីរបស់ពុករយៈតាក់គ្នាបន្តិចទៅណាពុកថាម៉េចនឹងប្រពន្ធថ្មីហ៎ ឯងថាម៉េចនាងនេះពឹសពុលមែនតែនដណ្ដើមប្តីរបស់យើងមិនអស់ចិត្តហ៊ានតាក់កូនប្រុសយើងទៀតមីចង្រៃចង់យកទាំងឪទាំងកូនផងមែនទេរឿងប្រពន្ធដើម អ្នកបងនាំខ្ញុំមកទីនេះធ្វើអីនៅក្នុងព្រៃស្ងាត់ជ្រងំខ្ញុំថាពួកយើងត្រឡប់ទៅវិញទៅអ្នកបងតោះទៅអ្នកបងហើយអ្នកអូនប្រញាប់ទៅខាងណាកន្លែងស្ងាត់ល្អបែបនេះមិនងាយរកទេណាណែច័ន្ទធូបងមានរបបបង្ហាញឯងនៅចាំបងត្រង់នេះមកផ្លេតសិនទៅបងមកវិញឥឡូវហើយប៉ុន្តែនៅទីនេះស្ងាត់ណាស់ខ្ញុំមិនហ៊ាននៅម្នាក់ឯងទេប្រាប់ថាឲ្យចាំមកផ្លេតសិនទៅបងមកវិញឥឡូវហើយអូនអើយហើយយ៉ាងម៉េចគាត់នឹងចម្លែកដល់ហើយនៅសុកនាំយើងមកក្នុងព្រៃស្អីទេគាត់ចង់ធ្វើស្អីឲ្យប្រកាសទៅរំពេចនោះស្រាប់តែមានបរិសចម្លែក2នាក់ចូលមករកនាងច័ន្ទធូអូនសំឡាញ់
មកចាំបងយូរហើយមែនទេអូន ណែអ្នកណាជាអូនសម្លាញ់របស់ឯងមកនិយាយឈួតស្អីហ្នឹង ហើយមានអាណាទៀតគឺអូនច័ន្ទធូឯងនឹងហើយតើអូនយើងប្រញាប់ទៅជាមួយបងទៅណាអូនតោះទៅ អត់ទេឯងឈួតស្អីឯង យើងប្រាប់ថាឲ្យដើរទៅនាងច័ន្ទធូបើមិនចង់ឈឺសាច់ទេឆាប់ដើរទៅរាជិនីហើយចុះអូនច័ន្ទធូគេទៅណាហើយមិនក៏មិនឃើញគេចេញមកហូបបាយអញ្ចឹងហ៎ នាងខ្ញុំមិនដឹងទេបើមិនឃើញនាងនៅផ្ទះទេមិនក៏បងមិនទៅរកនៅវងលបែងទៅក្រែងបងដឹងហាញតាថាបើមិនបានទៅអត់ឈ្ងុកនៅវងលបែងមួយថ្ងៃទេវាលេបបាយអត់ចូលទេ ហើយយ៉ាប់មែននាងច័ន្ទធូនេះចង់ទៅណាមកណាអត់មានសុំប្តីអីមួយម៉ាត់ហាមហើយហាមទៀតថាកុំឲ្យទៅលេងលបែងហើយពិតជាគួរឲ្យធុញមែនវើយ មានប្រពន្ធច្រើនគឺហត់ចិត្តអញ្ចឹងហើយណាបងបើបងមិនទាន់ស្កប់ស្កល់ទេអាចយកថែមទៀតបាននាងខ្ញុំរីករាយស្វាគមន៍ជានិច្ចណាលោកប្តី ហឺរាជិនីអូនឯងនេះអូនឯងចង់ឌឺបងហ៎ ឌឺស្អីខ្ញុំនិយាយតាមត្រង់តាកន្លងមកបងនាំស្រីចូលផ្ទះបន្តិចទេខ្ញុំដែលស្ដីថាឲ្យបងដែរទេនាងខ្ញុំណាស់ច្បាស់ជាមិនហ៊ានទេព្រោះថានៅទីនេះជាផ្ទះលោកបងមានសិទ្ធិឲ្យអ្នកណានៅក៏បានមិនអញ្ចឹងហីលោកប្តី ហើយមកហូបមិនឆ្ងាញ់ទេបងលែងហូបហើយទៅហូបនៅខាងក្រៅល្អជាងហើយម៉ែមានរឿងអីមែនទេមិនក៏ពុកគាត់មុខកញើទៀតហើយ អូគ្មានអីទេកូនទម្លាប់គាត់ណាតែប៉ុណ្ណឹងហើយកូនកុំតែខ្វល់ខ្វាយអីណែកូនថ្ងៃនេះណាមិនក៏ត្រឡប់មកផ្ទះលឿនម្លេះកូន បានម៉ែថ្ងៃនេះកូនបង្ហាញការងារនៅឯសាលាស្រុកហើយមុនកំណត់ទើបលោកចៅហ្វាយស្រុកអនុញ្ញាតឲ្យកូនចេញមុនម៉ោង កូនទៅលាងដៃសិនទៅណាហើយក៏ប្រញាប់ចូលម្ហូបបាយជាមួយម៉ែណាកូនថ្ងៃនេះម៉ែបានឲ្យនាងមលីធ្វើម្ហូបច្រើនណាស់សុទ្ធតែម្ហូបដែលកូនចូលចិត្តហូបមានបុកទឹកគ្រឿងត្រីម្ដែងអាំងនិងសម្លម្ជូរផលិតកំពឹសណាកូនហើយលាយជាមួយកូនត្រីទៀត អូហូឆ្ងាញ់មាត់ខ្ញុំទៀតហើយម៉ែអើយអញ្ចឹងកូនប្រញាប់ទៅលាងដៃសិន ចាស់កូនចា លោកស្រីរាជិនីខ្ញុំនឹងអាដនចាត់ការរួចរាល់ហើយចុះអាណាប្រាក់ឈ្នួលរបស់ខ្ញុំនោះលោកស្រី ណែកុំរហ័នពេកយើងដឹងតែឲ្យហើយហត់ណែយកទៅហើយពួកឯងប្រកាសចិត្តទេថាអត់បានមានការឆ្លោះធ្លួយអី ខ្ញុំហ៊ានធានាណាលោកស្រីគឺរៀបរយស្អាតទាំងអស់ដាច់ខាតនាងនោះវាមិនអាចមកធ្វើជាឆ្អឹងទៅទឹងកលោកស្រីបានទៀតទេគឺมันអាចជារៀងរហូត ល្អហើយពួកឯងបិទមាត់ឲ្យជិតផងឮទេដាច់ខាតកុំឲ្យអ្នកណាដឹងរឿងនេះឲ្យសោះឮទេ បានលោកស្រីខ្ញុំដឹងហើយខ្ញុំហ៊ានធានាអញ្ចឹងខ្ញុំលាលោកស្រីសិនហើយបើមានការអីប្រើខ្ញុំឲ្យធ្វើទៀតលោកស្រីអាចទៅរកខ្ញុំបានគ្រប់ពេលណាលាសិនហើយលោកស្រីភិរុនពុកចង់ពឹងឯងឲ្យជួយតាមរកច័ន្ទធូផងនាងបាត់ខ្លួនប្រហែលថ្ងៃហើយណាកូនមែនហើយប្រហែលថ្ងៃនេះបាត់មីងច័ន្ទធូឲ្យឈឹងហើយចុះពុកបានទៅរកគាត់នៅវងលបែងហើយនៅពុកទៅរកហើយតែគេប្រាប់ថាមិនឃើញនាងទៅទេនៅក្នុងផ្សារក៏គេថាមិនឃើញពុកដូចជាបារម្ភដល់ហើយភិរុនអើយមិនអីទេពុកចាំខ្ញុំឲ្យមនុស្សជួយតាមរកគាត់ឲ្យ មិនបាច់ទេកូនកុំបាច់ចេះដឹងតាមរកនំតែហត់អីនាងនោះអត់ជាប់សាច់ឈាមជាមួយកូនទេបើចង់តាមរកវាឲ្យឪពុករបស់កូនតាមរកតែម្នាក់គាត់ទៅបានហើយក្រែងស្រឡាញ់វាខ្លាំងណាស់មិនអញ្ចឹងអី រាជិនីមិនក៏អូននិយាយបែបនេះ បាត់ខ្លួនប្រហែលថ្ងៃហើយវាច្បាស់ជារត់តាមសហាយស្មន់វាបាត់ទៅហើយគិតមើលទៅមនុស្សស្រីបាត់ខ្លួនទៅ 3-4 ថ្ងៃតើវាអាចទៅដល់ណាខ្លះទៅមនុស្សស្រីល្អមកពីណាគេធ្វើបែបនេះល្មមចេះគិតផងទៅណាលោកបងសេដ្ឋី អត់ទេបងមិនជឿទេបងមិនជឿថាច័ន្ទធូនាងមានសហាយនោះទេអូនឯងកុំចេះតែនិយាយ មិនជឿក៏ហីទៅមិនមែនជារឿងរបស់ខ្ញុំផងបានហើយណែភិរុនកូនកូនកុំតែខ្វល់រឿងអត់ប្រយោជន៍គ្មានបានការប្រញាប់ទៅធ្វើការទៅកូន រាជិនីអូនឯងនេះចំមែនហើយច័ន្ទធូឯងយ៉ាងម៉េចហើយនឹង
ឯងបានធូរខ្លះទី បងសែងខ្ញុំបានធូរច្រើនហើយបងខ្ញុំមិនអីទេបងកុំបារម្ភអីខ្ញុំមិនព្រមស្លាប់ដោយងាយងាយទេដរាបណាខ្ញុំមិនទាន់បានសងសឹកពួកវា បានហើយនាងចន្ទធូអើយឈប់ត្រឹមនេះទៅណាកុំបាច់បន្តទៀតអីបងបានប្រាប់ឯងតាំងពីដំបូងថាកុំឲ្យតែតាក់ទងប្តីគេតែឯងមិនស្ដាប់បងឯងឆ្លក់វង្វេងភ្លើតភ្លើនភ្លេចខ្លួនចុងក្រោយក៏ត្រូវជួបរឿងបែបនេះ អត់ទេមិនមែនជាកំហុសខ្ញុំទេគឺវានាងរាជិនីជាអ្នកធ្វើបាបខ្ញុំដាច់ខាតមិនលើកលែងឲ្យវាទេ ឯងស្ងប់ចិត្តទៅប្អូនស្រីបងមិនចង់ឲ្យឯងតាមសងសឹកគេតាមចងពៀមិនចេះចប់មិនចេះហើយនោះទេយ៉ាងណាបុគ្គលដែលសាងបាបគេគេចពីផលកម្មរបស់គេមិនផុតឡើយឯងអហោសិកម្មឲ្យគេទៅណា គ្មានទេគ្មានផ្លូវទេមិនអាចទេ មួយសប្តាហ៍កន្លងផុតទៅ លោកម្ចាស់នាងខ្ញុំដូចជាមិនហ៊ានចូលទៅទេទៀនម្ចាស់ អូហើយអូនខ្លាចអីអាអមរាឆាប់ចូលមកអូនចូលមក ចា អេភិរុនហើយថ្ងៃនេះឯងអត់ទៅធ្វើការទេឯកូនអត់ទេពុកថ្ងៃនេះជាថ្ងៃឈប់សម្រាកខ្ញុំចង់ទៅជួយម៉ែនៅឃ្លាំងលក់អង្ករកុំអាលទៅណាពុកមានមនុស្សម្នាក់ចង់ណែនាំឲ្យកូនឯងស្គាល់នេះគឺអមរាប្រពន្ធថ្មីរបស់ពុករយៈគ្នាបន្តិចទៅណាពុកថាម៉េចនឹងប្រពន្ធថ្មីហ៎អូជំរាបសួរ ចាជំរាបសួរអ្នកប្រុសភេរុន អមរាពីពេលនេះទៅអូនជាម្ដាយចុងរបស់ភិរុនហើយមិនបាច់ហៅគេថាអ្នកប្រុសស្អីទេហៅគេថាភិរុនទៅបានហើយណាអូនសូមពុកអញ្ជើញតាមសម្រួលចុះខ្ញុំលាសិនហើយកូនប្រុសបងចរិតគេតែប៉ុណ្ណឹងទៅហើយអូនកុំប្រកាន់គេអីតោះអមរាអូនមកតាមបងមកណាបងនាំអូនទៅរកបន្ទប់សម្រាកតោះអូនតោះ ស្រីអើយស្រីហេតុអីក៏ចិត្តឬស្យាដល់ថ្នាក់នេះដឹងថាគេមានប្រពន្ធទៅហើយហេតុអីក៏មុខនៅតែក្រាស់ទៀតស្រីចិត្តសាវ៉ាស្រីចិត្តយក្ខណី បើបងស្អប់ខ្ញុំណាស់បងចង់វាយផ្ទះតបខ្ញុំក៏បានដែរតែសូមបងកុំប្រមាថមើលងាយខ្ញុំបែបនេះខ្ញុំទទួលយកមិនបានទេ ទទួលយកមិនបានណា យ៉ាងម៉េចស្រីដូចជានាងចេះឈឺចាប់ដែរតែខ្ញុំថាប៉ុណ្ណេះវានៅស្ទើរផងទេនាងឈឺមិនបានមួយចំណិតខ្ញុំទេអមរានៅសុកស្រីដែលខ្លួនស្រឡាញ់ស្រាប់តែខ្លាយមកជាប្រពន្ធចុងឪពុកខ្លួននាងដឹងទេថាខ្ញុំឈឺចាប់ប៉ុណ្ណាដឹងទេថាខ្ញុំវេទនាចិត្តយ៉ាងណាបានហើយនាងឈ្នះខ្ញុំហើយខ្ញុំឲ្យនាងឈ្នះទៅចុះ បងភេរុនឈប់សិនបងហើយ បានហើយម៉ែឈប់យំទៅឃើញម៉ែយំបែបនេះខ្ញុំពិបាកចិត្តណាស់ កូនមើលឪពុកឯងចុះគាត់ធ្វើនេះត្រឹមត្រូវទេគាត់ធ្វើសមទេនាងចន្ទធូព្រាត់ប្រាស់ទៅមិនបានប្រមាណផងគាត់យកស្រីក្មេងម្នាក់មកទៀតហើយកូនឯងមើលទៅតើសមទេ ពុកគាត់ធ្វើជ្រុលហួសហេតុមែនហើយខ្ញុំមិនកាន់ជើងគាត់ទេតែម៉ែកុំរំជួលចិត្តខ្លាំងពេកណាម៉ែ ភេរុនសន្យានឹងម៉ាក់ណាកូនដាច់ខាតកុំយកតម្រាប់តាមឪឯងឲ្យសោះណែបើកូនមានគ្រួសារមិនថាក្រឬមានកុំផិតក្បត់គ្នាយកប្រពន្ធតែមួយស្មោះត្រង់នឹងមួយបានហើយកុំឲ្យប្រពន្ធកូនវេទនាដូចចិត្តម៉ែពេលនេះអី ខ្ញុំដឹងហើយម៉ែមិនបាច់បារម្ភទេម៉ែបើម៉ែនៅទីនេះគ្មានក្តីសុខពួកយើងទៅរស់នៅកន្លែងផ្សេងទៅពេលនេះកូនមានការងារធ្វើកូនមានប្រាក់ចំណូលជាប្រចាំកូនអាចមើលថែម៉ែបាន អត់ទេកូនមិនបាច់ទៅណាទាំងអស់ម៉ែតស៊ូមកជាមួយឪឯងជាង20ឆ្នាំតាំងពីបាត់ដៃទៅទេទម្រាំមានថ្ងៃនេះកូនមិនបាច់ភ័យទេបើមានអ្នកដែលត្រូវចាក់ចេញមែននោះម្នាក់នោះក៏មិនមែនជាពួកយើងដែរ អមរាអូនសំឡាញ់បងមានការចេញទៅក្រៅមកសបកល្ងាចបន្តិចទើបបងត្រឡប់មកវិញអូននៅផ្ទះកុំទៅណាលឺទេ ចាលោកម្ចាស់ អេមិនក៏ហៅប្តីថាលោកម្ចាស់ទៀតហើយហៅថាលោកប្តីឬក៏ហៅថាលោកបងទៅវាសម
ចាលោកបង ល្អណាស់ប្រពន្ធសម្លាញ់បើអញ្ចឹងបងទៅហើយណាអូនបងទៅហើយផ្អែមល្ហែមដល់ហើយណដល់ពេលផ្អែមល្ហែមអញ្ចឹងពេកទៅណាយើងនេះវាសែនជ្រិញលោកស្រីយើងនិយាយបន្តិចទៅចុះនាងឯងនៅក្មេងហើយស្អាតបើចង់បានប្តីល្អមិនពិបាករកទេហេតុអីក៏នាងសុកចិត្តមកធ្វើជាប្រពន្ធចុងប្តីយើងហ៎នាងខ្ញុំបញ្ញាប់ទៅបោកគក់សម្រាប់បំពេឲ្យលោកម្ចាស់បើលោកស្រីគ្មានការអីទេនាងខ្ញុំសុំលាសិនហើយណែនាងយើងនិយាយមិនទាន់ចប់ទេនាងឯងប្រញាប់ទៅខាងណាហ៎យាយនាងឯងហ៊ានឌឺយើងផងចង្រៃយោស្គាល់រាជនីយើងស្ដាងពេកហើយវើយចង់ធ្វើជាសត្រូវយើងផងអីនាងប្រកាសជាហើយហេតុអីក៏ជីវិតខ្ញុំត្រូវមកជួបរឿងបែបនេះហេតុអីទៅណែនាងហើយនាងកើតស្អីមិនក៏មកឈរយំស្រែងនៅទីនេះខ្ញុំគ្មានកាត់អីទេប្រាប់ខ្ញុំមកអ្នកណាធ្វើស្អីនាងសាកសមហេតុដែលខ្ញុំត្រូវមកជួបរឿងបែបនេះបងផេរុនឲ្យខ្ញុំសុំទោសខ្ញុំគ្មានចេតនាធ្វើឲ្យបងឈឺចាប់ទេសុំទោសបងអមរានាងចង់សម្ដែងល្ខោនស្អីទៀតហើយគឺលោកម្ចាស់ឪពុកបងគាត់បង្ខំចិត្តអូនឪពុកអូនជំពាក់បំណុលគាត់ច្រើនណាស់បើអូនមិនធ្វើតាមគាត់ទេគាត់នឹងធ្វើបាបឪពុកអូនមិនចង់ទេបងអូននិយាយបែបនេះជាការពិតដែរមិនគួរសោះអមរាអើយមិនក៏អូនល្ងងយ៉ាងនេះសុខចិត្តយកអនាគតខ្លួនមកបដូរជាមួយនឹងរឿងបែបនេះឪពុកបងក៏ជ្រុលហួសហេតុទៀតមិនបានទេបងត្រូវតែធ្វើស្អីម្យ៉ាងទៅបានបងផេរុនបងនិយាយស្អីអមរាពួកយើងពង្រត់គ្នាទេបងផេរុនបងនិយាយថាម៉េចនឹងបងទីបំផុតគ្រឿងអលង្ការទាំងអស់នេះក៏คล้ายមកជារបស់យើងទាល់តែបាននាងចន្ទធូអើយឯងកុំបន្ទោសយើងអីបើចង់បន្ទោសគួរតែបន្ទោសវាសនានាងឯងមិនល្អនេះហើយជាលទ្ធផលនាងឯងធ្វើជាប្រពន្ធចុងហើយប្រហើនចង់កំចាយប្រពន្ធដើមដូចជាយើងយីទៅណាអស់ហើយនឹងផ្ទះស្ងាត់ឲ្យជ្រាបໄວរាជិនីអូនមានឃើញអមរាទេខ្ញុំដូចជាធុញមែនតែនហើយចូលផ្ទះម្ដងណាឮតែសួររកស្រីក្មេងនេះបើបងសួរនាំពីកូនហៅរកកូនខ្លះខ្ញុំក៏មិនថាដែរណែរាជិនីដូចជាជ្រុលពេកហើយណាអូនឯងកាត់ឈួតស្អីអាមិនក៏មកកំហុកដាក់បងទៀតហើយយ៉ាងម៉េចអូនឯងប្រច័ណ្ឌប្តីហ៎ប្តីចោលមកសៀតបែបនេះខ្ញុំប្រច័ណ្ឌធ្វើអីប្រច័ណ្ឌបានប្រយោជន៍ស្អីហើយរាជិនីឈប់សិនរាជិនីហើយចង្រៃយោឯងថាម៉េចនាងនេះពឹសពុលមែនតែនដណ្ដើមប្តីរបស់យើងមិនអស់ចិត្តហ៊ានតាក់កូនប្រុសយើងទៀតមីចង្រៃចង់យកទាំងឪទាំងកូនផងមែនទេលោកស្រីនេះលោកស្រីចង់ឲ្យខ្ញុំជួយចាត់ការឲ្យទេមិនបាច់ទេយើងដឹងថាត្រូវធ្វើយ៉ាងម៉េចហើយខំយកដំណឹងមកប្រាប់គិតថាបានការងារធ្វើទៀតហើយតាចុងក្រោយអត់ដដែលតោះទៅវិញអាដនមិនក៏អមរាយូរម្លេះថ្មនេះទៅហើយមិនក៏មិនទាន់មកដល់ទៀតហើយតិចលោកមានរឿងអីទេដឹងភីរុនឯងបាត់ទៅណាមួយថ្ងៃពេញឯងមានឃើញម្ដាយឯងទេអត់ទេពុកខ្ញុំអត់ដឹងទេហើយថ្ងៃនេះយ៉ាងម៉េចនឹងបាត់ខ្លួនគ្រប់គ្នាតែម្ដងរាជិនីក៏មិននៅអមរាក៏មិនឃើញហើយពួកគេទៅណាទៅមិនក៏ទៅជាអញ្ចឹងលោកស្រីនាំខ្ញុំមកទីនេះធ្វើអីអមរាឯងស្អាតណាស់ឯងនៅក្មេងណាស់មិនគួរណាឯងជ្រើសរើសផ្លូវមួយនេះសោះលោកស្រីរាជិនីលោកស្រីចង់និយាយពីអីដណ្ដើមប្តីយើងមិនគ្រប់គ្រាន់ចង់ពង្រត់កូនរបស់យើងទៀតឯងនេះពិតជាថោកទាបណាស់ស្រីចង្រៃអត់ទេលោកស្រីប្រហែលជាមានការយល់ច្រឡំហើយមិនពិតទេខ្ញុំប្រញាប់ណាស់ខ្ញុំទៅសិនហើយឯងគិតថាកិច្ចពីយើងផុតមែនទេថ្ងៃនេះនាងឯងត្រូវតែងាប់
លោកស្រីកុំណាលោកស្រីអើយកុំធ្វើឲ្យខ្ញុំសុំវល់លោកស្រីកុំនាងមិនខុសពីស្រីមុនរបស់ប្តីយើងទេពួកវាលុបលន់ពួកវាចង់ក្រសោបយកទ្រព្យសម្បត្តិយើងហើយលទ្ធផលចុងក្រោយពួកវាត្រូវតែស្លាប់គ្រប់គ្នាលោកស្រីសម្រាប់មនុស្សហេមិនក៏លោកស្រីសាហាវខុសខើយ៉ាងនេះអត់ទេនាងឯងងាប់ទៅអើយងាប់ទៅអើយបានហើយលោកស្រីរាជិនីនាងឈប់សាងបាបកម្មទៀតទៅនាងចន្ទធូឯងមិនទាន់ងាប់ទេអីមិនក៏អញ្ចឹងមិនអាចទេចាំមិនហើយនាងរាជិនីឯងស្រឡាំងកាំងហើយឯងប្រើមនុស្សឲ្យចាប់រំលោភយើងហើយឲ្យពួកវាសម្លាប់យើងទៀតសម្រាំងហើយដែលយើងនៅរស់យើងធ្វើពុតជាស្លាប់ថ្ងៃនេះយើងមកយកជីវិតឯងហើយអើយនាងចន្ទធូឯងចង់ធ្វើស្អីកុំចូលមកណាកុំចូលមកណែអើយបានហើយឈប់ទៅគ្រប់គ្នាដាក់ដៃចុះខ្ញុំសូមវល់បងភេរុនកូនមកទីនេះធ្វើអីហារាជិនីមិនក៏អូនធ្វើបែបនេះហេតុអីក៏អូនរឹស្យាយ៉ាងនេះខ្ញុំមិនខុសទេអ្នកដែលខុសគឺបងហើយនឹងសហាយបងធ្វើបាបផ្លូវចិត្តខ្ញុំឆ្អែតហើយបងនៅហ៊ានមកបន្ទោសខ្ញុំទៀតទេហ៎វាលុបលន់ពេកស្រីថោកទៀតដូចជាវាសំនឹងងាប់អញ្ចឹងហើយអត់ទេម៉ែយល់ខុសហើយអ្នកណាក៏ស្រឡាញ់ជីវិតអ្នកណាក៏ចង់រស់ម៉ែលើកដៃសម្រាប់ជីវិតគេបានយ៉ាងម៉េចកូនដឹងថាម៉ែជួយចិត្តមិនតិចទេតែម៉ែក៏មិនអាចដាក់បន្ទុកទៅលើមនុស្សស្រីតែម្ខាងបានដែរបើម៉ែទ្រាំនឹងពុកមិនបានម៉ែអាចចុះចេញទៅរស់នៅកន្លែងថ្មីដែលល្អប្រសើរជាងនេះមិនមែនខុសខើសម្រាប់មនុស្សម្នាក់ហើយម្នាក់ទៀតបាននេះទេកូនអស់សង្ឃឹមណាស់ភេរុនឲ្យម៉ែសំទោសណាកូនម៉ែខុសហើយកូនម៉ែខុសហើយមីងចន្ទធូខ្ញុំសូមវល់សូមមីងអហោសិកម្មឲ្យម្ដាយខ្ញុំផងកុំចងកម្មចងពៀននឹងគាត់ទៀតអីណាមីងណាប្រទេសមានច្បាប់គ្រួសារមានវិន័យបុគ្គលសាងអំពើអាក្រក់ត្រូវតែទទួលទោសឲ្យគេទៅពិចារណាកំហុសនៅក្នុងគុកទៅតាមបណ្ដឹងរបស់នាងចន្ទធូលោកស្រីរាជិនីក៏ត្រូវបានកងអង្គរៈសាលាស្រុកចាប់ខ្លួនយកទៅដាក់ទោសតាមច្បាប់អើយអត់ទេលែងយើងទៅលែងអើយចំណែកលោកសេដ្ឋីក៏កើតមានសេចក្តីអៀនខ្មាស់យ៉ាងខ្លាំងចំពោះកំហុសឆ្គងដែលរូបលោកបានបង្កឡើងភិរុនកូនទៅនៅផ្ទះលោកយាយកូនមករយៈទៅគ្រប់យ៉ាងពុកប្រគល់ឲ្យកូនមើលថែហើយចូលកូនមើលថែរក្សាចាត់ចែងទៅតាមការគួរចុះពុកទៅប្រហែលថ្ងៃដំណើរពុកមិនទៀងទេកូនអើយមិនបាច់បារម្ភពីពុកទេកូនឧស្សាហ៍តែសួរសុខទុក្ខម្ដាយឯងផងណាមើលថែខ្លួនផងណាកូនបាទពុកកូនដឹងហើយពុកជូនពរកូននឹងអមរាឲ្យពួកកូនជួបតែសេចក្តីសុខពុកទៅហើយណាកូនពុកកូនស្រឡាញ់ពុកថែរក្សាសុខភាពផងណាពុកលោភៈទោសៈមោហៈជាគ្រឿងសៅហ្មងដែលនាំសត្វលោកទៅរកក្តីវិនាស 2. រងាប់ដោយការមិនចងពៀ